ស្ដេចមហារាជទាំង4មានប្របាទធតរដ្ឋៈបរលហកៈបរុបខៈកវេរៈនឹងស្ដេចមហារាជទាំង4នឹងលោកបានមើកចូលគាល់ព្រះសម្មាសម្ពុទ្ធឲ្យសូមប្រមានប្រភិកនឹងព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុទាំងឡាយរៀនយកព្រះបរិត្តនឹងដោយសារការចងមុនគាថាទោះបីជាពាក្យនឹងមានកិរិយានមស្ការថ្វាយបង្គំព្រះពុទ្ធពធជាពិសេសគឺថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ7អង្គមែនប៉ុន្តែក្នុងនោះគេបានចងដោយមុនទៀតធម្មតាអានឹងតតអ្នករៀនសូត្រពីរឿងមុនអានឹងយល់រឿងនឹងខ្លះលោកគ្រូចានោះណាបាទគឺទោះបីជារៀបជាពាក្យអញ្ចឹងមែនប៉ុន្តែត្រូវចងដោយមុនទៀតមុនខ្លះត្រូវចងដោយមហាឥសីហើយមុនខ្លះត្រូវចងទៅដោយជាដោយកន្ធប់ឬក៏មុនខ្លះចងទៅដោយស្ដេចមហារាជអីចឹងទៅអញ្ចឹងអាដានារយៈបរិត្តនេះគឺត្រូវចងមុននឹងដោយស្ដេចមហារាជទាំង4ហ្នឹងគឺគេចងមុនគាថានឹងទៀតការដែលបានចងមុនគាថានឹងហើយក៏ស្នើសុំប្រមានប្រភិកនឹងព្រះអង្គទ្រង់អនុញ្ញាតដើម្បីភិក្ខុនៃឧបាសកឧបាសិការៀនយកដូច្នេះព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ក៏ព្រះអង្គត្រាស់សម្ដែងជាមួយភិក្ខុទាំងឡាយហ្នឹងឧគណហាថភិក្ខវេអដានាដេយ៉ាងរខੰមនីភិក្ខុទាំងឡាយអ្នកទាំងឡាយចូលរៀនយកនៅអដានារយៈបរិត្តដែលជាគ្រឿងការពាររក្សានឹងព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ឲ្យភិក្ខុទាំងឡាយរៀនអញ្ចឹងវិធីនៃការស្វាត់ជ័យព្រះបរិត្តនេះយើងអត់ចេះតែស្វាត់ជ័យទេប្រសិនបើរៀបចំប្រព័ន្ធនៃការចម្រើនព្រះបរិត្តដតីដែលជាពុទ្ធមន្តរបស់ព្រះសម្មាសម្ពុទ្ធហើយអស់ជំរឿគឺយើងស្វាត់ជ័យព្រះបរិត្តនឹងហើយកាលណាដែលស្វាត់ជ័យនៅព្រះបរិត្តនឹងឯងអ្នកដែលស្វាត់ជ័យនឹងត្រូវតែមានមេត្តាជាខាងដើមសិនហើយយើងរៀបចំមានការដល់បត្រៃសនគមសមាទានសិលហើយបុគ្គលអ្នកដែលស្ដាប់ព្រះបរិត្តនឹងមិនបានធ្វើអនន្តរយកម្មទេអញ្ចឹងគ្រូណាពេលបុគ្គលនឹងមិនបានធ្វើអនន្តរយកម្មមិនមែនជាមនុស្សមួយឆារដ្ឋិហើយជឿច្បាស់ថាព្រះបរិត្តនឹងពិតជាមានអានុភាពមែនអានឹងមានជំនឿមួយទៀតដើម្បីតម្កល់ចិត្តយើងថាជឿថាព្រះបរិត្តនឹងមានអានុភាពមែនដើម្បីជាការតាំងស្មារតីអញ្ចឹងគឺការស្វាត់ជ័យព្រះបរិត្តនឹងទៀតនៅស្រុកយើងភាគច្រើនគឺយើងសូត្ររបៀបសង្ខេបយើងយកតែប្រកាសថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្ររពព្រះពុទ្ធ7ព្រះអង្គហ្នឹងហើយនឹងសរុបជាមួយនឹងគុណព្រះអង្គដែលប្រធេរៈនៅខាងកោះស្រីលង្កាលោកនិពន្ធជាខាងក្រោយមកមានពាក្យថាអេតេចញ្ញេកសម្ពុទ្ធានោះប៉ុន្តែរបៀបស្វាត់ជ័យសូត្រអញ្ចឹងដូចគ្នាប៉ុន្តែដល់ទៅបរតេមស្មឹងទិសាភាគេសន្តិ